ហូបភេសជ្ជៈ4 5កំប៉ុង6កំប៉ុងផឹកស្រាច្រើនបាទត្រៀមខ្លួនត្រៀមលុយ$60000ដើម្បីទទួលការព្យាបាលវះកាត់នៅពេលដែលបងប្អូនខូចកលៀនណាត្រៀមមកឲ្យទៅព្រោះអីអនាគតបងប្អូនគឺនឹងខូចកលៀនហើយព្រោះអីសារជាតិដែលបងប្អូនពិសារាល់ថ្ងៃដូចថាភេសជ្ជៈគ្រឿងកំប៉ុងហ្នឹងមួយថ្ងៃ4 5កំប៉ុង6កំប៉ុងហូបស្រាលើសកម្រិតអាហ្នឹងសិតតែជាផ្លូវទៅកាន់ការខូចថ្លើមខូចកលៀនណាបងប្អូនអញ្ចឹងដំណាក់កាលដំបូងដែលអ្នកផឹកគ្រឿងកំប៉ុងហ្នឹងគឺទឹកនោមផ្អែមហើយបន្ទាប់ពីទឹកនោមផ្អែមបងប្អូននេះអត់ចេះថែរក្សាទៀតវានឹងខូចកលៀនបាទហើយអ្នកដែលផឹកស្រាគឺដំណាក់កាលដំបូងគឺខូចថ្លើមបាទថ្លើមហើយវាទៅខូចកលៀនបាទហើយបើអ្នកផឹកស្រាហ្នឹងគឺច្រើនហ្មងបាទខូចថ្លើមហើយគឺបើទៅព្យាបាលនៅឥណ្ឌាថ្លើមគាត់ថ្លើមមួយគឺ100000ហើយបាទហើយកលៀន60000ទៀតបាទទាំងថ្លៃហូបចុកទាំងថ្លៃវះកាត់ណាអញ្ចឹងត្រៀមលុយទៅប៉ុណ្្នឹងមកបាទហើយសម្រាប់បងប្អូនខ្មែរដែលគាត់កំពុងតែពេញនិយមហូបគ្រឿងកំប៉ុង3 4 5កំប៉ុង